រឿងរ៉ាវកាន់តែធំនៅវត្តសង្កែក្រោយអតីតចៅអធិការវត្តវិច្ចវង្វេចខោអាវរត់គេចខ្លួនស្រាប់តែបាត់ទាំងត្រាវត្តនិងលេចវិក័យប័ត្របំណុលជាច្រើនត្រូវនៅថ្ងៃទី22ខែមិថុនាឆ្នាំ2026ជាថ្ងៃសិលឧបាសកឧបាសិកាគណៈកម្មការអាចារ្យវត្តនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងប្រតិបត្តិធម៌តាមទំនៀមទម្លាប់អ្នកកាន់សាសនាព្រះពុទ្ធស្រាប់តែមានការភ្ញាក់ផ្អើលរឿងថ្មីមួយទៀតគឺបាត្រាវត្តសង្កែដែលហេតុផលសំខាន់បានប្រើពាក្យថាពិតជាអតីតចៅអធិការវត្តឈ្មោះណែវុធីដាក់ក្នុងថង់យាមកិច្ចខ្លួនយកទៅបន្ទាប់ពីមានការបែកធ្លាយคลิปវីដេអូមួយដែលអតីតចៅអធិការវត្តសង្កែបានបង្ហាញគេភេទឲ្យស្រីស្នេហ៍មើលជាមួយនឹងការភ្ញាក់ផ្អើលបាត្រាវត្តក៏មានម្ចាស់ដេប៉ូលក់គ្រឿងសំណង់ជាច្រើននាក់បានកាន់វិក័យប័ត្រទិញលក់យកទៅជូនគណៈកម្មការអាចារ្យវត្តដើម្បីទូទាត់ប្រាក់ដែលអតីតចៅអធិការវត្តណែវុធីជំពាក់គ្មានឲ្យអ្នកណាដឹងឮហើយវិក័យប័ត្រដែលជំពាក់គេបឋមនោះសរុបទឹកប្រាក់ជាង$60,000សហរដ្ឋអាមេរិកនិងនៅមានបន្តទៀតប្រាក់ដែលលោកណែវុធីជំពាក់អ្នកលក់គ្រឿងសំណង់នោះរឿងយកមកកសាងសាលាឆាន់និងរបងវត្តប៉ុន្តែជាស្ដាយសាលាឆាន់មានតែគ្រោងអត់ដំណើរការទៅមុខរយៈពេល2-3ឆ្នាំហើយចំណែករបងវត្តមានតែខ្លោងទ្វារខាងមុខបន្តិចចំហៀងនិងខាងក្រោយគោក្របីចេញចូលបានពោលគឺគ្មានការកសាងអ្វីឡើយតែកតិននឹងការកិច្ចខ្លួនរបស់អតីតចៅអធិការវត្តសង្កែលោកឆានសុផាមេឃុំសៀងខ្វៀងស្រុកកំចាយមាខេត្តព្រៃវែងបានឲ្យដឹងថាករណីនេះលោកបានធ្វើរបាយការណ៍ជូនទៅគណៈអភិបាលស្រុករួចហើយស្រុកកំពុងមានវិធានការតាក់ទងទៅនឹងលោកណែវុធីដើម្បីចូលខ្លួនមកដោះស្រាយបញ្ហាផ្សេងពាក់ព័ន្ធនឹងវត្តសង្កែរួមទាំងថវិកាវត្តដែលជំពាក់អ្នកលក់គ្រឿងសំណង់ជំទិះប៉ុន្តែតាក់ទងមិនបានដោយទូរស័ព្ទបាត់គ្រប់ប្រព័ន្ធលោកមេឃុំបន្តថារឿងនេះអាចឈានទៅដល់ផ្លូវច្បាប់បើសិនជាលោកណែវុធីមិនចូលខ្លួនមកដោះស្រាយជាមួយនឹងឧបាសកជើងវត្តនោះហើយសង្ឃឹមថាអតីតចៅអធិការវត្តសង្កែមិនអាចគេចផុតពីសំណាញ់ច្បាប់បានយូរអង្វែងទេសូមរំលឹកថាអតីតចៅអធិការវត្តសង្កែឃុំសៀងខ្វៀងស្រុកកំចាយមាខេត្តព្រៃវែងត្រូវបានគេរាយការណ៍ថាកាលពីវេលាម៉ោងជាង10ព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2026បានដោះស្បោងជីវរចេញវិច្ចបង្វិចរត់ឡើងឡានគេចខ្លួនចេញទៅបាត់បន្ទាប់ពីមានការបែកធ្លាយคลิปវីដេអូមួយត្រូវបានចែកចាយតៗគ្នាស្ដីពីសកម្មភាពរបស់អតីតចៅអធិការវត្តរូបនោះបង្ហាញប្រដាប់ភេទសារសងឲ្យស្រីស្នេហ៍មើលតាក់ទិននឹងរឿងរ៉ាវខាងលើនេះត្រូវបានលោកឆានសុផាមេឃុំសៀងខ្វៀងស្រុកកំចាយមាខេត្តព្រៃវែងបញ្ជាក់ថាចៅអធិការវត្តសង្កែពិតជាបានចាក់ចេញពីវត្តប្រកាសមែនប៉ុន្តែមិនដឹងថាទៅទីណាទេមុនពេលចាក់ចេញអតីតចៅអធិការវត្តរូបនោះបានដោះស្បង់ជីវរខ្លួនឯងហៅថាសក្បាលដំបូកហើយក៏មានរថយន្តមួយគ្រឿងចូលទៅដឹកគេចខ្លួនបាត់ទៅសូមបញ្ជាក់ថាអតីតចៅអធិការវត្តសង្កែគឺមានឈ្មោះថាណែវុធីអាយុជាង50ឆ្នាំមិនមែនជាមនុស្សដែលរស់នៅជើងវត្តសង្កែទេហៅថាមន់ក្រៅស្រុកដែលកន្លងមកត្រូវបានលោកអគ្គម្នាក់និមន្តទៅធ្វើអាចារ្យអធិការវត្តដោយសារតែវត្តនេះខ្វះខាតព្រះសង្ឃគ្រប់គ្រងនៅពេលលោកណែវុធីធ្វើចៅអធិការវត្តសង្កែក៏មានការរីកចម្រើនក្រាន់បើដែរប៉ុន្តែមួយរយៈក្រោយនេះមានរឿងរ៉ាវមិនសូវល្អជាច្រើនបានធ្វើឲ្យឧបាសកជើងវត្តអន់ស្រពន់ចិត្តខកចិត្តនៅទង្វើដែលអតីតចៅអធិការវត្តបានប្រព្រឹត្តតែដោយសារពុំមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើចៅអធិការវត្តរូបនោះពុទ្ធបរិស័ទនាំគ្នាដេកអោបទុករហូតអ្នកខ្លះលែងចង់ចូលវត្តធ្វើបុណ្យថែមទៀតផងស្រាប់តែនៅថ្ងៃទី20ខែមិថុនាឆ្នាំ2026មានការបែកធ្លាយคลิปវីដេអូមួយដែលបុគ្គលសង្ឃណែវុធីបានតាក់ទងសារសងស្នេហាជាមួយនឹងស្ត្រីម្នាក់ដោយបញ្ចេញប្រដាប់ភេទបង្ហាញគេខ្មាស់ឲ្យស្រីស្នេហ៍មើលដែលคลิปវីដេអូនោះមានរយៈពេល6នាទីហើយក៏ត្រូវបានចែកចាយតៗគ្នានៅលើបណ្ដាញសង្គមធ្វើឲ្យឧបាសកជើងវត្តមានបរិកម្មទៅនាំគ្នាព្រឹត្តមេដៃប្រងព្រានដាក់ជូនទៅអាជ្ញាធរភូមិឃុំដើម្បីស្នើសុំបណ្តេញចៅអធិការវត្តចេញពីវត្តក្រោយពីមានស្នាមមេដៃរបស់ប្រជាពលរដ្ឋរាប់រយនាក់នៅព្រឹកថ្ងៃទី21ខែមិថុនាឆ្នាំ2026លោកឆានសុផាមេឃុំសៀងខ្វៀងនិងមេឃុំរងម្នាក់ព្រមទាំងមន្ត្រីសមត្ថកិច្ចនគរបាលឃុំបានចុះទៅដល់វត្តសង្កែដើម្បីសួរនាំអតីតចៅអធិការវត្តតាមបណ្ដឹងរបស់ប្រជាពលរដ្ឋប៉ុន្តែនៅពេលអាជ្ញាធរនិងសមត្ថកិច្ចកំពុងធ្វើការនេះ
លោកនាយវុធីអតីតចៅអធិការវត្តបានដោះស្បង់ជីវរឡើងជិះរថយន្តគេចខ្លួនទៅបាត់តែម្ដងតែទោះជាយ៉ាងណាក្តីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងមានចំណាត់ការបន្តតាមនីតិវិធីច្បាប់